មានចលនាថេរយើងកំពុងធ្វើដំណើរជាមួយព្រះអាទិត្យក្នុងល្បឿនជាមធ្យម 106,000 គីឡូម៉ែត្រក្នុង1ម៉ោងចលនារបស់ផែនដីជុំវិញព្រះអាទិត្យហៅថារង្វិលជុំផែនដីធ្វើដំណើរមួយជុំព្រះអាទិត្យ365ថ្ងៃនិង6ម៉ោងឬស្មើនឹង1ឆ្នាំនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យវាក៏ធ្វើដំណើរជុំអរបស់វាដែរចលនានេះហៅថារង្វិលខ្ញាល់ដែលមានរយៈពេលមួយជុំស្មើនឹង24ម៉ោងឬ1ថ្ងៃអរង្វិលខ្ញាល់របស់ផែនដីគឺជាខ្សែប្រឌិតមួយកាត់ផ្ចិតផែនដីពីជើងទៅត្បូងអរង្វិលខ្ញាល់របស់ផែនដីគឺជាខ្សែប្រឌិតមួយកាត់ផ្ចិតផែនដីពីជើងទៅត្បូងអនេះស្ទើរតែត្រង់លើប្លង់តែមួយជាមួយផ្កាយពោលខាងជើងឥទ្ធិពលនៃរង្វិលខ្ញាល់ផែនដីវិលជុំវិញអរបស់វាដែលគេស្គាល់ច្រើនជាងគេគឺបង្កើតឲ្យមានថ្ងៃនិងយប់ផែនដីធ្វើដំណើរពីលិចទៅកើតធ្វើឲ្យយើងមើលឃើញព្រះអាទិត្យរះពីទិសខាងកើតនិងលិចនៅទិសខាងលិចពន្លឺព្រះអាទិត្យមិនអាចចាំងដល់ផ្នែកម្ខាងទៀតរបស់ផែនដីដែលស្ថិតនៅឆ្ងាយបានទេដូច្នេះផ្នែកដែលឈមនឹងព្រះអាទិត្យគឺជាពេលថ្ងៃហើយផ្នែកម្ខាងទៀតដែលផ្ទុយគឺជាពេលយប់ពេលមេឃស្រឡះនាពេលយប់យើងអាចមើលឃើញតារារាប់ពាន់ស្ថិតនៅចម្ងាយខុសៗគ្នាតារាដែលនៅជិតជាងគេមានចម្ងាយប្រហែល4ឆ្នាំពន្លឺហើយតារាផ្សេងទៀតស្ថិតនៅឆ្ងាយជាងនេះរាប់ពាន់ដងលក្ខខណ្ឌចម្ងាយដីឆ្ងាយបែបនេះធ្វើឲ្យយើងមិនអាចដឹងពីការតម្រៀបពិតប្រាកដនៃទីតាំងតារានៅក្នុងលំហបានឡើយដោយមើលនឹងភ្នែកទទេយើងអាចមើលឃើញតារាទាំងអស់ស្ថិតក្នុងដុំមួយយ៉ាងធំជុំវិញយើងប្រសិនបើតារាទាំងនោះស្ថិតនៅចម្ងាយស្មើគ្នាពីផែនដីតារាវិទូហៅដុំនេះថាស្វែងមេឃស្វែងមេឃពុំមានលក្ខណៈរូបច្បាស់លាស់ទេប៉ុន្តែវាគឺជាគំរូមួយនៃមេឃដើម្បីងាយស្រួលពណ៌នាពីទីតាំងនិងចលនានៃអង្គនៅលើមេឃមនុស្សសម័យដើមសម្គាល់ថាតារាជាច្រើនប្រមូលផ្ដុំគ្នាបង្កើតបានជាតារានិករមានរាងផ្សេងខ្លះដោយសត្វដោយវត្ថុប្រើប្រាស់និងខ្លះទៀតដោយមនុស្សប្រសិនបើអ្នកសង្កេតមើលមេឃនៅពេលយប់អ្នកនឹងឃើញតារាទាំងឡាយរះនៅទិសខាងកើតហើយលិចទៅវិញនៅទិសខាងលិចដូចគ្នានឹងដំណើររបស់ព្រះអាទិត្យដែរអ្នកអាចសង្កេតឃើញព្រឹត្តិការណ៍នេះត្រឹមប្រហែល10នាទីប៉ុណ្ណោះតារានៅជើងមេឃខាងកើតរះកាន់តែខ្ពស់ឡើងខ្ពស់ហើយតារានៅជើងមេឃភាគខាងលិចនឹងលិចបន្តិចម្ដងរហូតលិចបាត់ពីជើងមេឃយ៉ាងវិញទៀតប្រសិនបើអ្នកសង្កេតមើលតារានិករវិញអ្នកនឹងឃើញតារាទាំងនោះរះនៅទិសខាងកើតនិងលិចនៅទិសខាងលិចនៅក្នុងការពណ៌នាពីគំរូនៃការរះនិងលិចរបស់តារានេះគឺជាការវិលនៃស្វែងមេឃជុំវិញយើងមនុស្សសម័យដើមបានជឿថាមូលហេតុដែលធ្វើឲ្យយើងមើលឃើញបែបនេះគឺដោយសារផែនដីជាអ្នកធ្វើចលនាជុំវិញតារាទាំងនោះឥទ្ធិពលមួយទៀតនៃរង្វិលខ្ញាល់គឺឥទ្ធិពល Coriolis ដែលត្រូវបានពណ៌នាដោយលោក Gaspar Coriolis ឥទ្ធិពល Coriolis ធ្វើឲ្យខ្យល់និងទឹកសមុទ្ររេលំអៀងមិនធ្វើចលនាត្រង់ទេនៅអត្តគោលខាងជើងវារេទៅស្ដាំស្របនឹងចលនានាឡិកាចំណែកឯនៅអត្តគោលខាងត្បូងវារេទៅឆ្វេងច្រាសចលនានាឡិកាគន្លងរបស់ផែនដីមានរាងស្ទើរមូលឬប៉ុងក្រពើដូច្នេះចម្ងាយពីផែនដីទៅព្រះអាទិត្យមិនស្មើគ្នាក្របចំណុចនោះទេនៅចំណុចដែលជិតជាងគេហៅថា Perihelion ហើយចំណុចដែលឆ្ងាយជាងគេហៅថា Aphelion ផែនដីស្ថិតនៅឆ្ងាយបំផុតពីព្រះអាទិត្យនៅថ្ងៃទី4ខែកក្កដានិងនៅជិតព្រះអាទិត្យបំផុតនៅថ្ងៃទី3ខែមករាចម្ងាយឆ្ងាយបំផុតពីព្រះអាទិត្យគឺ150លានគីឡូម៉ែត្រហើយចម្ងាយដែលជិតបំផុតគឺ147លានគីឡូម៉ែត្រចំណែកឯចម្ងាយជាមធ្យមពីផែនដីទៅព្រះអាទិត្យគឺ150លានគីឡូម៉ែត្រទោះបីជាយ៉ាងណាក៏ដោយគន្លងផែនដីដែលគេតែងតែគូរមានរាងមូលប៉ុន្តែតាមពិតវាមានរាងប៉ុងក្រពើបន្តិចនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យទិសនៃអរបស់វាមិនមានការប្រែប្រួលទេគឺវាតែងតែចង្អុលទៅផ្កាយពោលខាងជើងជានិច្ចជាលទ្ធផលនៅរាល់រង្វិលជុំម្ដងពេលខ្លះពោលខាងជើងត្រេកទៅរកព្រះអាទិត្យហើយពេលខ្លះវាវាកចេញពីព្រះអាទិត្យនៅពេលពោលខាងជើងត្រេកទៅរកព្រះអាទិត្យអត្តគោលខាងជើងមានរយៈពេលថ្ងៃវែងជាងពេលយប់ហើយនៅពេលពោលខាងជើងងាកចេញពីព្រះអាទិត្យរយៈពេលថ្ងៃខ្លីជាងពេលយប់វិញកាំរស្មីព្រះអាទិត្យមានលក្ខណៈស្ទើរស្របគ្នានៅពេលវាចាំងមកផែនដីដោយសារផែនដីកោងកាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃផែនដីនៅមុំខុសៗគ្នាបរិមាណនៃកម្ដៅព្រះអាទិត្យដែលផ្ទៃផែនដីទទួលបានអាស្រ័យនឹងមុំកាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃនោះពេលព្រះអាទិត្យស្ថិតនៅចំពីលើក្បាលកាំរស្មីចាំងកែងនឹងផ្ទៃផែនដីមុំចាំងប៉ះកាន់តែធំកាំរស្មីព្រះអាទិត្យប្រមូលផ្ដុំកាន់តែច្រើននាំឲ្យកម្ដៅកាន់តែឆេះក្ដៅព្រួយទៅវិញនៅពេលមុំចាំងប៉ះកាន់តែតូច
កាំរស្មីព្រះអាទិត្យសាយភាយលើផ្ទៃផែនដីធំនាំឲ្យផ្ទៃផែនដីទទួលបានកម្ដៅខ្សោយដែរមុំដែលកាំរស្មីព្រះអាទិត្យចាំងមកលើផ្នែកនីមួយៗនៃផ្ទៃផែនដីប្រែប្រួលពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យពន្លឺព្រះអាទិត្យចាំងប៉ះនឹងអត្តកូលខាងជើងនៅមុំធំនៅពេលអត្តកូលខាងជើងងាកទៅរកព្រះអាទិត្យហើយនៅពេលពោលខាងជើងងាកចេញពីព្រះអាទិត្យកាំរស្មីព្រះអាទិត្យចាំងមកលើអត្តកូលខាងត្បូងនៅមុំធំវិញម្ដងបច្ចុប្បន្នយើងដឹងថារង្វិលខ្ញាល់របស់ផែនដីគឺជាមូលហេតុដែលធ្វើឲ្យយើងមើលឃើញព្រះអាទិត្យព្រះច័ន្ទនិងតារាទាំងឡាយរះនៅទិសខាងកើតនិងធ្វើដំណើរឆ្ពោះទៅទិសខាងលិចតាមពិតស្វែងមេឃមិនអាចធ្វើចលនាជុំវិញផែនដីទេគឺផែនដីជាអ្នកធ្វើចលនាជុំវិញខ្លួនប្រសិនបើអ្នកមើលទៅស្វែងមេឃដែលវិលជុំវិញអ្នកមានចំណុចពីរដែលមិនធ្វើចលនាចំណុចទាំងពីរនោះត្រូវបានគេកំណត់ថាពណ៌មេឃខាងជើងនិងខាងត្បូងពណ៌មេឃទាំងពីរនេះស្ថិតនៅចំពីពណ៌ខាងជើងនិងពណ៌ខាងត្បូងរបស់ផែនដីហើយនៅពេលផែនដីវិលជុំវិញដែលកាត់ផែនដីពីពណ៌ខាងជើងទៅត្បូងនាំឲ្យស្វែងមេឃវិលជុំវិញពណ៌មេឃដោយសារពណ៌មេឃខាងជើងតែងតែស្ថិតនៅចំពីលើពណ៌ខាងជើងវាត្រូវបានគេសម្គាល់ជាទិសរបស់ពណ៌ភូមិសាស្ត្រខាងជើងដូច្នេះពណ៌មេឃខាងជើងគឺជាចំណុចសំខាន់ក្នុងការជួយអ្នកធ្វើដំណើរតាមទឹកនិងលើគោកហើយគេក៏បានធ្វើការសម្គាល់នេះជាយូរយាមមកហើយដែរលើសពីនេះទៅទៀតតារាវិទូបានប្រើប្រាស់ពណ៌មេឃដើម្បីកំណត់ទីតាំងរបស់តារាលើមេឃដូចគ្នានឹងអ្នកធ្វើផែនទីប្រើប្រាស់ពណ៌ខាងជើងនិងខាងត្បូងរបស់ផែនដីដើម្បីសម្គាល់ទីតាំងនៅលើភពនេះដែរកំណត់សម្គាល់សំខាន់មួយទៀតដែលតារាវិទូតែងប្រើគឺ Equator មេឃ Equator មេឃស្ថិតនៅចំពីលើ Equator របស់ផែនដីផែនដីវិលជុំវិញខ្លួនឯងបណ្ដាលឲ្យយើងមើលឃើញចលនាប្រចាំថ្ងៃរបស់ព្រះអាទិត្យនិងតារាទាំងឡាយក្នុងពេលជាមួយគ្នានោះដែររង្វិលជុំរបស់ផែនដីតាមកន្លងជុំវិញព្រះអាទិត្យក៏បណ្ដាលឲ្យមានបម្រែបម្រួលនៅលើមេឃដែរប្រសិនបើអ្នកសង្កេតមើលមេឃរយៈពេលពី4ទៅ5ខែអ្នកនឹងបានឃើញតារានិករថ្មីរះឡើងនៅលើមេឃខាងកើតហើយតារានិករចាស់លេចបាត់ពីមេឃខាងលិចឧទាហរណ៍ក្នុងដើមខែកក្កដាតំបន់ជាច្រើននៅអាមេរិកអឺរ៉ុបនិងអាស៊ីមើលឃើញតារានិករខ្យាដំរីនៅពាក់កណ្ដាលមេឃភាគខាងត្បូងនៅខែធ្នូតំបន់ទាំងនោះមិនអាចមើលឃើញតារានិករខ្យាដំរីទៀតទេផ្ទុយទៅវិញគេអាចមើលឃើញតារានិករព្រានប្រមាញ់វិញរូបរាងមើលឃើញនៃតារាមានភាពខុសៗគ្នាព្រោះមានសារៈសំខាន់សម្រាប់មនុស្សសម័យដើមព្រោះវាបានផ្ដល់ជាមធ្យោបាយដើម្បីវាស់វែងពេលវេលាក្រៅពីនេះគេបានប្រើវាដើម្បីទស្សន៍ទាយពីព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់សម្រាប់ការរស់នៅលើផែនដីឧទាហរណ៍ប្រសិនបើគេមើលឃើញតារានិករសឹងមានន័យថារដូវដាំដុះនឹងចូលមកដល់បើមានតារានិករខ្យាដំរីនៅលើមេឃបញ្ជាក់ថាវាជារដូវវស្សាហើយបើមានតារានិករព្រានប្រមាញ់នៅលើមេឃបញ្ជាក់ថាវាគឺជាសិសេរដូវការកំណត់រដូវដោយប្រើប្រាស់តារាជាក់ស្ដែងត្រឹមត្រូវសម្រាប់មនុស្សរស់នៅតំបន់ដែលមានសីតុណ្ហភាពខុសគ្នាខ្លាំងរវាងរដូវវស្សានិងសិសេរដូវប៉ុន្តែសម្រាប់អាណាចក្រសម័យដើមដែលស្ថិតនៅក្នុងតំបន់ត្រូពិកភាពខុសគ្នារវាងសីតុណ្ហភាពនេះមានគម្លាតតូចការប្រែប្រួលតារានិករតាមរដូវគឺជាលទ្ធផលនៃចលនារបស់ផែនដីវិលជុំវិញព្រះអាទិត្យនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យពន្លឺព្រះអាទិត្យចាំងផ្នែកនៃស្វែងមេឃដែលស្ថិតនៅពីក្រោយព្រះអាទិត្យមិនឲ្យមើលឃើញតារាឧទាហរណ៍នៅដើមខែមិថុនាយើងមិនអាចមើលឃើញតារានិករកូឡូហលបានឡើយដោយសារវាស្ថិតនៅចំពីក្រោយពន្លឺព្រះអាទិត្យបន្ទាប់ពីព្រះអាទិត្យលិចយើងអាចមើលឃើញតារានិករកូនភ្លោះដែលស្ថិតនៅក្បែរតារានិករកូឡូហលនៅក្បែរជើងមេឃភាគខាងលិចដល់ដើមខែសីហាផែនដីធ្វើដំណើរដល់ទីតាំងថ្មីក្នុងគន្លងរបស់វាពេលនោះព្រះអាទិត្យស្ថិតនៅទីតាំងរបស់តារានិករក្តាមនាំឲ្យយើងមិនអាចមើលឃើញតារានិករនេះបានឡើយដោយសារឥទ្ធិពលនៃពន្លឺព្រះអាទិត្យបន្ទាប់ពីព្រះអាទិត្យលិចបាត់ភ្លាមយើងអាចមើលឃើញតារានិករសង្ហៈនៅក្បែរជើងមេឃពីមួយខែទៅមួយខែព្រះអាទិត្យបាំងតារានិកតម្ដងមួយចលនារបស់ភពយើងធ្វើឲ្យតារានិករនីមួយរះឡើង3នាទីនិង56វិនាទីនៅពេលប្រលប់ជារៀងរាល់ថ្ងៃនៅពេលយើងបូកតួលេខនេះពេញមួយឆ្នាំយើងនឹងឃើញស្មើនឹងពី4ម៉ោងមួយឆ្នាំក្រោយមកនៅពេលផែនដីដើរដល់ចំណុចដើមវិញនៅក្នុងគន្លងរបស់វាយើងនឹងមើលឃើញមេឃដដែលច័ន្ទគ្រាសកើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះច័ន្ទហើយស្រមោលនៃភពផែនដីចោលមកលើព្រះច័ន្ទសូរគ្រាសកើតឡើងនៅពេលព្រះច័ន្ទស្ថិតនៅចន្លោះភពផែនដីនិងព្រះអាទិត្យហើយស្រមោលនៃព្រះច័ន្ទចោលមកលើផ្នែកណាមួយនៃភពផែនដីសូរគ្រាសយើងមើលឃើញព្រះច័ន្ទនៅលើមេឃហាក់ដូចជាមានទំហំប៉ុននឹងទំហំព្រះអាទិត្យដូច្នេះក្នុងកំឡុងពេលមានសូរគ្រាសម្ដងព្រះច័ន្ទបាំងព្រះអាទិត្យស្ទើរទាំងអស់
ទោះជាយ៉ាងណាក៏ដោយសារតែកន្លងរបស់ព្រះច័ន្ទមិនមានរាងមូលជួនកាលព្រះច័ន្ទស្ថិតនៅឆ្ងាយពីភពផែនដីជាងពេលផ្សេងទៀតគេហៅសូរគ្រាសប្រភេទនេះថាសូរគ្រាសវងចិញ្ចៀននៅពេលមានច័ន្ទគ្រាសគឺជាទិដ្ឋភាពដែលគួរឲ្យចង់គយគន់បរិយាកាសរបស់ភពផែនដីដើរតួនាទីដូចជាឡែនដ៏ធំមួយពុតពន្លឺព្រះអាទិត្យមួយចំនួនឲ្យចូលទៅក្នុងស្រមោលរបស់ផែនដីហើយអន្តរអំពើនៃពន្លឺព្រះអាទិត្យជាមួយនឹងម៉ូលេគុលនៅក្នុងបរិយាកាសត្រងយកពណ៌ខៀវចេញដោយសារតែពណ៌ខៀវត្រូវបានត្រងចេញធ្វើឲ្យពន្លឺនៅសល់ភាគច្រើនដែលទៅលើព្រះច័ន្ទគឺជាពណ៌ក្រហមមូលហេតុនេះគឺដោយសារកន្លងរបស់ព្រះច័ន្ទជុំវិញភពផែនដីត្រេតពីកន្លងដើមបង្កើតដោយផែនដីជុំវិញព្រះអាទិត្យការត្រេតនេះគឺលំមគ្រប់គ្រាន់ឲ្យទីតាំងព្រះច័ន្ទចេញពីស្រមោលរបស់ផែនដីនៅពេលខែពេញវង្សនិងភពផែនដីចេញពីស្រមោលរបស់ព្រះច័ន្ទនៅពេលខែដាច់អរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់កុំភ្លេច like subscribe channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូប្លែកៗអរគុណជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ